អ្នកដែលស្គាល់ខ្ញុំទាំងអស់ហើយពេលច្រើនគាត់និយាយថាខ្ញុំជាមនុស្សដែល slow ខ្ញុំជាមនុស្សដែលសុភាពហើយខ្ញុំជាមនុស្សដែលអត់ដែលឃើញឆ្លោះមួយណាគេទាំងអស់ប៉ុន្តែឥឡូវខ្ញុំទើបដឹងខ្លួនឯងថាក៏ពិតខ្ញុំមិនមែន slow ទេខ្ញុំជាមនុស្សដែលកាចដែរខ្ញុំជាមនុស្សដែលក៏មួម៉ៅដែរក៏ចេះល្អូច្រើនដែរប៉ុន្តែហេតុផលដែលខ្ញុំអត់សូវដែរមានចំនួនឬក៏ឆ្លោះជាមួយអ្នកណាឬក៏ពេលដែលខ្ញុំទៅធ្វើការឬក៏ទៅកន្លែងណាក៏ដោយខ្ញុំអត់សូវដែរមានគេហៅថាសត្រូវឬក៏អ្នកចាំមើលបំណាំអីអត់ដែរទេដោយសារអីដោយសារតែខ្ញុំជាមនុស្សដែលធុញនឹងបញ្ហាក៏ពិតខ្ញុំមិនខ្លាចនឹងការឆ្លោះទេតែខ្ញុំក៏មិនជាមនុស្ស slow ដែរប៉ុន្តែខ្ញុំជាមនុស្សដែលធុញនឹងបញ្ហាខ្ញុំ feel ថាខ្ញុំពេលដែលខ្ញុំចាប់ដើមមានបញ្ហាអីមួយគឺខ្ញុំ stress ហ្មងអញ្ចឹងខ្ញុំព្យាយាមមិនចង់បង្ករឿងហើយក៏មិនចង់ទៅឆ្លោះជាមួយអ្នកណាគឺខ្ញុំនឹងដើម្បីដើរចេញពីបញ្ហាទាំងអស់នេះឯងព្រោះពេលដែលយើងមានចំនួនពេលដែលយើងឆ្លោះជាមួយអ្នកណាក៏ដោយគឺវានឹងកើតមានបញ្ហាឲ្យយើងដោះស្រាយចេះចប់ពេលគឺដោះស្រាយរហូតអញ្ចឹងក្នុងនាមខ្ញុំជាមនុស្សដែលធុញនឹងបញ្ហាគឺខ្ញុំនឹងដើរចេញពីបញ្ហានោះមិនថាខ្ញុំអត់យកខ្លួនទៅពាក់ព័ន្ធឬក៏អត់យកខ្លួនឯងទៅបង្កើតបញ្ហានោះឲ្យខ្លួនឯងដោះស្រាយទេតែបើសិនជាឆ្លុះថាមានបញ្ហាកើតឡើងមកហើយយើងក៏ដោះស្រាយវាទៅប៉ុន្តែបើសិនជាអត់មានបញ្ហាទេហើយឲ្យខ្ញុំទៅជាអ្នកបង្កើតបញ្ហាឬក៏ទៅធ្វើឲ្យបញ្ហានឹងកើតឡើងគឺខ្ញុំនឹងអត់ទៅទេគឺខ្ញុំនឹងធ្វើខ្លួនឯងគឺជាទឹកតែម្ដងពីព្រោះថាខ្ញុំអើយខ្ជិលណាស់បញ្ហាច្រើនពេកគឺ stress ណាស់ឥឡូវនេះដូចដឹងអញ្ចឹងមានពេលវេលាគឺធ្វើការរកលុយចាប់ដើមគិតរក content ឬក៏មុខរបរអីថ្មីឬក៏អ្វីក៏ដោយដែលអាចផ្ដល់ចំណូលឲ្យយើងបានដូចជាមុខរបរស្របច្បាប់ហើយជាការងារដែលអាចជួយអ្នកដទៃបានទេរត់ចិត្តរត់តែជារឿងល្អប៉ុន្តែសម្រាប់ខ្ញុំមួយគឺខ្ញុំអត់ខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំជាមនុស្សធុញនឹងបញ្ហាជាតិខ្លាំង